អប្សរាវត្ត2014សូមបង្ហាញជូនវិញ្ញាសារបស់កញ្ញាលីច័ន្ទសីហាកញ្ញាដួងម៉ាណាកញ្ញាញឹមច័ន្ទថននិងកញ្ញាច័ន្ទស្រីរតសម្ដែងជាកិត្តិយសសោមវីរបុត្រនិងឆានឈុនតាមរយៈរឿងទម្រាំដឹងហួសពេលហើយនិពន្ធរឿងលោកហ្វៃសំអាងសើចចេញដល់អាកាសហ្មងមកយាយនេះឈុនតាំងពីចូលឆ្នាំខ្មែររយៈពេល3ថ្ងៃនេះសប្បាយអត់អូសប្បាយខ្លាំងណាស់គ្រប់ខេត្តក្រុងណាជាពិសេសនោះទៅដល់ខេត្តសៀមរាបទៀតផងគឺកម្មវិធីអង្គរសង្ក្រាន្តណាហើយឥឡូវនេះថ្ងៃនេះយើងត្រូវប្រមូលពួកខ្មោចដើម្បីចុះទៅឋានយមរាជរបស់យើងវិញនឹងហើយនេះហើយតែខ្ញុំអត់ចង់ទៅមកចឹងពួកអីខ្ញុំចង់នៅរងចាំរួមច្រៀងការ៉ាអូខេអីពួកអីទៅងំទៅដល់ឋានយមរាជយើងលេងបានច្រៀងលេងបានអីខ្ញុំអត់ចង់ទៅអូឈប់សិនរឿងនេះចៅខ្ញុំចាត់ការជូនតែមកចង់សប្បាយតោះតែមាន dancer វ៉ាវអាយ៉ាអីតំចូលឆ្នាំខ្មែរឲ្យមកជួបគ្នាវិញម្នាក់បត់ចេះសិតតែអង់គ្លេស dancer ហ្នឹងគេបកថាអ្នករួមហ្នឹងហើយអីចេះទាយទៀតអូឥឡូវខ្ញុំយល់ហើយសូមខ្មោចស្អាតទាំងអស់ចូលសវនាការមើលខ្មោចនេះវ៉ាវនេះស្អាតទៅពេលមករុកក្រៅហើយស្អាតណាស់ហ្នឹងអូយចាលេខ1ណែការពីនៅរស់ណាជាប់បវរកញ្ញាលេខ1ទូទាំងពិភពលោកអើយ៉ាក្បាលយកមកយកមកបាលលើអីឆ្នាំណាដែរទៅឆ្នាំ2013ចុះមិនស្លាប់ប្រុសស្នេហ៍សម្លាប់មិនក៏ប្រុសស្នេហ៍សម្លាប់រូបរាងស្អាតប៉ុណ្្នឹងដែរម៉ែហ្នឹងគឺថាក្នុងពេលតែមួយខ្ញុំមានស្នេហារហូតដល់ទៅ8អូយពុទ្ធោសំជាជើងឯងសម្បូរស្នេហ៍មែនមានព្រេងខ្យល់ទេចង់ស្លាប់ចុះប្រាប់ឲ្យតើថាជាបវរកញ្ញាលេខ1តាមកំណត់ហេតុកញ្ញាធ្លាប់ធ្វើបាបសង្សារបោះពីមួយទៅមួយធ្វើឲ្យសង្សារខ្លាចជាកូនមហាសេដ្ឋីឈឺចិត្តទៅសម្លាប់នាងចោលទៅអីចាបាត់មែនហើយលោកក្តឹបយមបាលមិនថាក្តឹបយមបាលរូបរាងគេ1ម៉ែត្រចិត្តដែរហៅក្តឹបយមបាលអត់សមទេណាមែនចុះបើឃើញតូចប៉ិនមេដៃហ្នឹងណាគេទៅប៉ិនមេដៃចុះបើសិនជាអញ្ចឹងប៉ុណ្ណាបង្ហាញមកប៉ុណ្ណឹងសួរអត់ដល់ចលអីខ្ញុំមិនប្រាប់ទេកញ្ញាដឹងទេចាយ៉ាងម៉េចទូរបស់កញ្ញាណាធ្ងន់ធ្ងរខ្លាំងណាស់ម៉ែកញ្ញាបានបោកប្រាស់និងរំលោភសិទ្ធិបរិសុទ្ធរួចហើយកញ្ញាមានស្នេហាច្រើនកញ្ញាបានសាងបាបកញ្ញាត្រូវតែរស់ក្នុងផ្ទះភ្លើងឲ្យគ្រប់50ឆ្នាំត្រូវហើយម្លេះទៅខាងនោះសើខ្មោចទី2ដាចូលសវនាការជុំម្ដងអូជូអូយចាស់ម៉េះមើលនៅស្ងៀមអូយចង់មិនចេះលោកយមបាលជុកខ្មោចស្អាតហើយមកស្លាប់គេមែនចាហើយមកស្លាប់អូមានអីផងគឺកូនភាសាច្បាច់កមកវាតិចអីហើយមកកូនភាសាច្បាច់កយ៉ាងគេទ្រាំមិនបានហ្នឹងណាដោយសារតែខ្ញុំហ្នឹងស្មានកំមុំជេគេព្រោះតែថ្ងៃហ្នឹងណាហើយមិនបានទៅជេគេអញ្ចឹង
ពេញចិត្តហ្នឹងណា អូគេធ្វើអីពេញចិត្តទៅ កំណត់ថាសេថាណែញ៉ាសេជាម្ដាយក្មេងជាអាក្រក់ធ្វើបាបកូនប្រសា មិនដឹងច្បាស់ចាគឺពិតមែនហើយពួកខ្ញុំមិនពេញចិត្តនឹងកូនភាសាម្នាក់នោះសេហើយតោងកូនប្រុសរបស់ខ្ញុំចឹងហើយបានជាខ្ញុំមួយថ្ងៃគឺថាររឿងបួបកាច់ធ្វើបាបឲ្យនាងហ្នឹងក្រំគ្រាចិត្តប៉ុន្តែនាងហ្នឹងមុខក្រាស់ព្រមលែកកូនប្រុសខ្ញុំទេអូយហើយនៅថ្ងៃមួយប្រហែលជាវាទ្រាំបានហើយបានជាវាមកច្បាច់កខ្ញុំរហូតដល់ខ្ញុំស្លាប់ហ្នឹងឯងតើអើយតែក្បត់គេចូលរបស់អ្នកស្រីត្រូវបញ្ច្រកទឹកត្រីឲ្យបាន25ឆ្នាំអូយណាយកមកជុលនេះមកតែមាត់យ៉ែកុំឲ្យបកាយជេរបចោគេពេកអូយហើយបកាច់បង្ខូចស្អីគេដល់កូនប្រសាអត់គិតថាខ្លួនជាម៉ែគេទេ មែនទេ អូយអត់មកទេលបសិតខ្មោចពេកឆាយលោកយកមកបាល់នេះបាយហើយនេះសុំអញ្ជើញខ្មោចទាំងពីរចូលមកអមអូយស្អាតអីនោះស្អាតអីនោះស្អាតមកមើលអូយដល់ថ្នាក់ហ្នឹងផងហើយស្អីនោះមើលអូយយាយនេះស្អាតណាស់អូយវាយគេមិនតែហ្នឹងអាយ៉ាមកលេបប្រហែលតែមិនទេស្រីស្អាតបញ្ញាស្នាមត្រង់ឯនោះស្អាតណាស់នោះស្អាតណាស់ងាប់មើលបតោងខ្សែកសិតតែខ្មោចហើយខ្មោចឲ្យលាក់ខ្សែកខ្មោចសិតតែខ្មោចកុំចេះតមាត់មើលអត់ដឹងមេឲ្យដឹងកយផងចាសុំទោសយកមកលេងណាមានកយសួរលេឆោតចាមួយនេះអូយកាលនៅធ្វើអីគេចាកាលខ្ញុំគេបាទចានិយាយមិនគេសួរដឹងឆ្លើយទៀតអូប្រហែលធ្វើការល្អហើយមើលទៅការនៅរស់អូចឹងហ៎ស្គាល់ទេមេបនកលិបលើមេបននិយាយឲ្យចំទៅចាគឺមេតៃប៉ាន់អូយអាហ្នឹងមិនអត់ចំមានអីអូនេះអាឡៃតសើចតាមពិតនេះខ្ញុំរកមកយូរហើយពិតមែនទេធ្វើការស្អាតទេអូឃើញហ៎អត់ចោលចរិតកាលពីនៅរួយអញ្ចឹងឥឡូវមានទាំងតារាសំដែងតារាចម្រៀងអូយសាសាឡានិស្សិតខ្លាំងរបស់គេគ្រប់ផ្ទះទាំងអស់នឹងចាអូយខ្លាំងអើយឃើញហ៎ខ្មោចមួយណាក៏មិនចោលចរិតឯងកុំថាដៃយ៉ាងមើលនាងងាប់អាក្តាប់ចាមួយនេះក៏ងាប់ដែរនេះសំទោសចាសំទោសអញ្ចឹងខ្ញុំឈរគៀនវិញហើយមានអីមើលអត់ស្អាតស្អាតមានអីមើលអត់មានរូបថតមើលអត់និយាយច្បាស់មកមើលស្អីគេមានរូបថតមើលអត់បាយហ្នឹងឯងគេហៅហ្នឹងហើយមានថតមើលអត់មានគេសួយមានទៀតសិតតែមានចង់ដឹងរឿងវ៉ាវសង្ស័យមើលដែរនេះខ្មោចនេះក្រៃលោខលលោមើលវិជ្ជាចាំបានមួយណាក៏បានដែរមានលីច័ន្ទសីហាម៉ាណាច័ន្ទស្រីរតអូច្រើនណាស់ហើយក៏កោកហ្មងចង់បានមួយណាខ្លាចដៃដែរលោកអើយខ្ញុំចង់បានអើយខ្ញុំច័ន្ទថនអូយចង់ខ្លាចស្អីចាស់អត់ទេដូរចេញទៅចង់បានទេខ្ញុំត្រូវការខ្ញុំច័ន្ទថនអូអាក្រក់ខ្លាំងណាស់អ្នកសេដឹកគីស៊ីឈ្មោលធ្វើអសង្គមវឹកវរត្រូវបង្កការវឹកវរដល់ប្រទេសជាតិខ្មែរត្រូវមិនដឹងខ្លួនអត់មែនហើយដឹងតាតែអ្នកស្រីមានទោសហើយក្នុងផ្ទះឈាម100ឆ្នាំអូយត្រូវហើយលោកអូសំហើយមកចាំមើលទៅតែគ្នាណាអ្នកស្រីកុំចេះមិនต้องទីននេះឯងមិនต้องទីនកុំតមាត់ជាមួយគេឲ្យដឹងទោសខ្លួនឯងផងចាបើចំពោះខ្ញុំវិញគឺប្រមូលលុយកូនហើយរត់ចោលស្រុកតែម្ដងមិនប្រហែលថោកទាបណាស់ថោកទាបចាចរិតថ្លៃម៉
ធំត្រូវថោកទៀតដែរ ថោកមួយថ្ងៃណាថ្លៃមួយជីវិតអូយ ថ្លៃមួយជីវិតអត់យើងទៅឃើញហើយគឺឯងហ្នឹងហ្នឹងធ្វើឲ្យយើងអស់នឹងប្រាប់ហើយយ៉ាងណាឯងហ្នឹង ហ្នឹងហើយខ្ញុំក៏អស់10000ដែរខ្ញុំមកនេះវិញណានិយាយឲ្យត្រង់ទៅគឺអស់$50000ហើយនិយាយការពិតនៅក្នុងសាច់រឿងនៅខាងក្រៅមេតុងទីនបោកខ្ញុំមែន29000 អូយ អើយ